មន្ត្រីជំនាញខេត្តបាត់ដំបងផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋជាង 12,000 នាក់ក្នុងរយៈពេល 9 ខែដើមឆ្នាំ 2026 មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹងថាក្នុងរយៈពេល 9 ខែឆ្នាំ 2026 នេះសមត្ថកិច្ចបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានជាង 12,000 នាក់និងបន្តផ្ដល់ជូនបន្តបន្ទាប់ទៀតដើម្បីឲ្យគ្រប់តាមផែនការលោកវរៈសេនីយ៍តូសានសីហ៊ាននៃការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានដឹងថាតាមរយៈរបាយការណ៍អត្តសញ្ញាណប័ណ្ណជាង 12,000 សន្លឹកដែលផ្ដល់ជូនរបស់ប្រជាពលរដ្ឋរយៈពេល 9 ខែកាលពីថ្ងៃទី 10 ខែវិច្ឆិកាឆ្នាំ 2025 ដល់ថ្ងៃទី 12 ខែសីហាឆ្នាំ 2026 នេះគឺបានផ្ដល់អត្តសញ្ញាណប័ណ្ណអស់សុពលភាពបានចំនួន 109,691 នាក់ប្រុស 51,703 នាក់នៃផែនការ 142,504 នាក់ក្នុងនោះបានផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋដែលគ្រប់អាយុចាប់ពីអាយុ 15 ឆ្នាំឡើងបានចំនួន 18,069 នាក់មានប្រុស 7,159 នាក់បន្ថែមពីនោះបានបញ្ជូនទៅបោះពុម្ពថ្មីករណីបាត់បានចំនួន 3,653 សន្លឹកនៅអត្តសញ្ញាណប័ណ្ណខុសទិន្នន័យបញ្ជូនទៅបោះពុម្ពចំនួន 1,060 សន្លឹកជាដើមលោកវរៈសេនីយ៍តូសានសីហ៊ាននៃការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានបញ្ជាក់ក្នុងរបាយការណ៍ថាការិយាល័យជំនាញនឹងបន្តការចោះបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋទាំងគ្រប់អាយុ 15 ឆ្នាំនិងអស់សុពលភាពឲ្យអស់តាមផែនការបន្តបញ្ជូនទិន្នន័យនិងធ្វើបញ្ជីឈ្មោះប្រជាពលរដ្ឋស្នើសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនិងទុតិយតាទៅនាយកដ្ឋាននិងបន្តការចុះប្រគល់និងចែកសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋឲ្យបានឆាប់បន្ទាប់ពីនោះលោកជំរុញឲ្យអធិការដ្ឋាននគរបាលក្រុងស្រុកធ្វើបញ្ជីបច្ចុប្បន្នភាពប្រជាពលរដ្ឋគ្រប់អាយុ 15 ឆ្នាំនិងកើនអាយុមានមុខជាក់ស្ដែងក្នុងមូលដ្ឋានដើម្បីបញ្ជូនក្រុមចល័តចុះសហការបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងមូលដ្ឋានក្រុងស្រុកជូនប្រជាពលរដ្ឋ